មុនកំណើតរបស់រាជធានីអង្គរគឺមានរាជធានីដំបូងមួយឈ្មោះថារាជធានីឦសានបុរៈដែលយើងស្គាល់ថាជាប្រាសាទសម្បូរព្រៃគុកនេះគឺជាទីក្រុងប្រាសាទដ៏អស្ចារ្យហើយក៏ជាទីក្រុងដំបូងបង្អស់នៅក្នុងទ្វីបអាស៊ីអាគ្នេយ៍អ្នកស្រាវជ្រាវបានរកឃើញអក្សរខ្មែរបុរាណជាដំបូងគឺនៅប្រាសាទសម្បូរព្រៃគុកយល់ពីសម័យបុរាណមុនសម័យអង្គរជាមួយនឹងដំណើរកម្សាន្តទៅកាន់ប្រាសាទសម្បូរព្រៃគុកនិងគាំទ្រសហគមន៍ដោយធ្វើការទស្សនាតាមបែបជីវិតរបស់អ្នកស្រុកដោយជិះរទេះគោបរិភោគអាហារថ្ងៃត្រង់ដែលចម្អិននៅផ្ទះរបស់អ្នកស្រុក